ចង់ឲ្យក្រពះពោះវៀនមានសុខភាពល្អកុំរំលងផ្លែឈើ4មុខនេះ1ផ្លែប៉ោម2ផ្លែចេក3ផ្លែម្នះ4ផ្លែល្ហុងមានគុណប្រយោជន៍ច្រើនដល់ប្រព័ន្ធរំលាយអាហារពីព្រោះវាមានផ្ទុកទៅដោយជាតិសរសៃអង់ស៊ីមនិងសារធាតុចិញ្ចឹមល្អៗដែលរួមចំណែកជួយពង្រឹងដល់ប្រព័ន្ធរំលាយអាហារក៏ដូចជាសុខភាពក្រពះពោះវៀនដាំបាយក្តាមវល់ឆ្អឹងពោះដាំពងរកថ្នាំព្យាបាលជំងឺឬដងបាតរបៀបប្រើយកដាំបាយក្តាមចំនួន1ក្តាប់ដៃសម្បកដាំពងរកចំនួន1ក្តាប់ដៃវល់ឆ្អឹងពោះចំនួន1ក្តាប់ដៃដាំទឹកចំនួន3លីត្រទៅដាំឲ្យពោះរងាស់15នាទីទើបយកមកហូបការហូបមិនកំណត់ពេលនោះទេហើយពេលណាហូបពេលនឹងព្យាយាមហូបឲ្យបានរយៈពេល2សប្តាហ៍ទៅ4សប្តាហ៍នឹងឃើញផលហើយស្មៅស្លាប់ទាថ្នាំព្យាបាលត្រូវនឹងជំងឺគ្រុនផ្ដាសាយលើសឈាមរាគមូលរលាកបំពង់ក្ដុសសាច់បំពង់ករលាកថ្លើមពីរលាកផ្លូវដង្ហើមរលាកផ្លោកនំក្រពះក្តៅពោះចឹកសះស្បែកប្រើខាងក្រៅបុកបំពោកពីលើក្អែបខាំខ្យាដំរីតិចខ្ទួយតិចឈឺក្បាលចំគុំហាមកម្រិតប្រើស្រស់ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំបាទបានមកចែករំលែកពីដើមទីថ្មបងប្អូនចែកគ្នាដឹងពូកែស័ក្តិសិទ្ធិខ្លាំងណាស់បងប្អូនណាយកមកធ្វើថ្នាំព្យាបាលជំងឺទី1ជំងឺមហារីកទី2ទល់លាមកទី3ខ្សោយបេះដូងទី4រដូវមិនទៀងទី5ជំងឺភ្លេចភ្លាំងច្រើនទី6ជំនួយការពារថ្លើមទី7សម្លាប់សត្វល្អិតនៅក្នុងបំពង់កទី8មហារីកថ្លើមវិធីប្រើប្រាស់ថ្នាំវិញម្ដងដកដើមផ្ទីថ្មទាំងមូលតែអត់យកឬរបស់វាទេបន្ទាប់មកយកទៅលាងសម្អាតទឹកឲ្យបានស្អាតល្អកាត់ជាកំណាត់ឲ្យបានល្អិតបន្តិចរួចយកទៅហាលនៅក្នុងម្លប់ចំនួន3ថ្ងៃបងប្អូនណាយកចំនួន30ក្រាមដាក់ដាំជាមួយទឹក1លីត្រកន្លះរំងាស់ឲ្យបាន15នាទីពេលទទួលទានថ្នាំវិញមួយថ្ងៃទទួលទានតែ3ដងទេបងប្អូនណាព្រឹក1ដងថ្ងៃ1ដងល្ងាច1ដងព្យាយាមទទួលទានចាប់ពី5ទៅ7ថ្ងៃអាការៈជំងឺដែលខ្ញុំរៀបរាប់នៅខាងលើគឺបានជាស័ក្តិសិទ្ធិតែម្ដងបងប្អូនពូកែខ្លាំងណាស់ដើមទីថ្មនេះថ្នាំព្យាបាលបញ្ចុះជាតិស្ករលាងជាតិពុលក្នុងក្រលៀនហើយនឹងជំនួយបេះដូងជំរាបសួរពុកម៉ែបងប្អូនជាទីគោរពទាំងអស់គ្នាខ្ញុំបាទគ្រូថ្នាំឱសថបុរាណប៉ុលសារីសញ្ញាតបាល់បុកថ្ងៃនេះខ្ញុំសូមចែករំលែកថ្នាំព្យាបាលលាងជាតិពុលនៅក្នុងក្រលៀនបញ្ចុះជាតិស្ករហើយនឹងជួយព្យាបាលបេះដូងទូទៅគ្រប់ប្រភេទទី1បងប្អូនទៅរកដើមតើយឬក៏បងប្អូនខ្លះហៅតយបាទចំនួន1ក្តាប់ដៃយកទាំងស្លឹកយកទាំងឫសដាំទឹកចំនួន2លីត្រទៅ3លីត្ររងាស់10នាទីទៅ15នាទីចាំយកមកទទួលទានការទទួលទានមិនកំណត់ពេលនោះទេបងប្អូនចង់ហូបពេលណាក៏បានដែរត្រឹមតែរយៈពេល 2-3 ថ្ងៃឡើងទៅធានាថាកម្រិតជាតិស្ករជាតិពុលហើយនឹងបេះដូងរបស់បងប្អូននឹងបានធូរស្បើយជាក់ជាពំខានសូមព្យាយាមហូបជាបន្តធានាថានឹងជាដាច់ 100% សូមអរគុណស្មៅចិញ្ចៀនឬស្មៅសេះថ្នាំព្យាបាលរោគនំតិចលហិតលហៃអស់កម្លាំងឈឺភ្នែករលាកតម្រងនំរាតរោគសើស្បែកដាំស្មៅចិញ្ចៀនផឹកទាំងមូលពី300ទៅ500មីលីលីត្រស្មៅស្រស់ស្នោជាមួយត្រីឬបង្គោលសម្រាប់ព្យាបាលជំងឺលាកតម្រងនំហើមនិងរោគសើស្បែកបងប្អូនទឹកស៊ីដៃនិងស៊ីជើងស្លឹកកណ្ដុងជាថ្នាំព្យាបាលរបៀបធ្វើយកស្លឹកកណ្ដុងមិនថាចាស់ឬក៏មិនថាខ្ចីទេយកចំនួន2សន្លឹកលាងសម្អាតទឹកឲ្យបានស្អាតយកទៅអាំងជាមួយនឹងភ្លើងឲ្យរាងក្តៅអ៊ុនៗទើបយកមកញីចំកន្លែងដែលបងប្អូនដែលថាមានទឹកស៊ីដៃស៊ីជើងនោះឲ្យបានរយៈពេល1ដង15វិធីធ្វើមួយថ្ងៃ2ដងព្យាយាមធ្វើចាប់ពី2ថ្ងៃទៅ3ថ្ងៃអាការៈបងប្អូនដែលថាមានទឹកស៊ីដៃស៊ីជើងនោះនឹងចាប់ផ្ដើមបានធូរស្បើយម្ដងតិចហើយដើមកន្ទៀនខេត្តថ្នាំជំនួយកម្លាំងជំនួយដល់បេះដូងថ្ងៃនេះខ្ញុំសូមលើកយកផ្កាដើមកន្ទៀនខេត្តមកធ្វើថ្នាំចែកជូនបងប្អូនទាំងអស់គ្នារបៀបធ្វើបេះផ្កាដើមកន្ទៀនខេត្តចំនួន1ក្តាប់ដៃលាងសម្អាតឲ្យស្អាតហើយយកទៅដាក់ដាំទឹកចំនួន1លីត្រទៅ2លីត្រតាមដែលហូបទឹកច្រើនរំងាស់ឲ្យបានពី10ទៅ15នាទីទៅបងប្អូនយកមកហូបការហូបផងដែរមិនកំណត់បរិមាណទឹកក៏មានកំណត់ពេលវេលាដែរបងប្អូនហេបពេលណាហូបពេលនឹងចោះបងប្អូនបន្តហូបចាប់ពី3ថ្ងៃទៅ5ថ្ងៃធ្លាប់តែខ្សោយកម្លាំងហើយបេះដូងធ្វើទុកនឹងចាប់ផ្ដើមបានធូរស្បើយម្ដងទៀតហើយ